បាទសួស្តីបងប្អូនទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះក៏យកនាងពួនអំពិលជូរមួយអង្គយកមកថតបង្ហាញបាទនាងពួននេះគឺបានពីប្រជាអធិការវត្តដែលគង់នៅវត្តព្រះជីកនៅខេត្តបាត់ដំបងបាទហើយប្រវត្តិដើមអំពិលនេះគឺតាក់ទងជាមួយរឿងតាដុំយាយទ្របអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលនៅឯព្រះជីកបាទប្រកាសជាដឹងរឿងដើមអំពិលតាដុំយាយទ្របនឹងហើយអញ្ចឹងណាបងប្អូនបាទហើយប្រភេទនាងពួននេះគឺគេប្រើខាងបិទបាំងរារាំងមិនអោយសត្រូវមើលឃើញអញ្ចឹងទៅបងប្អូនហើយបើសិនជាខាងស្នេហ៍មេត្តាមហានិយមនេះគឺប៉កែបាទប៉កែលេខ1មិនថាជានាងពួន7មិនថាជានាងពួនអាស័យឬក៏នាងពួនផ្សេងទេបាទខាងស្នេហ៍មហានិយមនេះគឺលេខ1ហើយនាងពួននេះមានរូបរាងប្លែកស្អាតបើយើងគិតទៅវាដូចជាប្រាសាទមួយអញ្ចឹងណាបងប្អូនតែបើសិនជាយើងស្រមៃទៅបើដាក់មកជាទៅដូចជាក្បាលសត្វដំរីមួយអញ្ចឹងណាបងប្អូននេះមើលដូចប្រម៉ោយសត្វដំរីបាទយើងមើលដូចតែម្ដងណាបងប្អូនបាទដូចក្បាលសត្វដំរីអញ្ចឹងតែបើយើងបញ្ឈរចេះមើលទៅដូចជារាងប្រាសាទអញ្ចឹងបងប្អូនវាប្រភេទនាងពួនអំពិលជូរបាទសូមអរគុណសូមជម្រាបលា